បាទសួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះផងដែរខ្ញុំនឹងមកប្រាប់ពីរបៀបយើងមើលថាតើសប្តាហ៍នេះយើងត្រូវផុសរៀលឬក៏ផុសរូបដើម្បីឲ្យ page របស់យើងរីកណាបងប្អូនណាពួកអីមួយសប្តាហ៍ទៅមួយសប្តាហ៍យើងមិនចេះតែគិតតែពីផុសវីដេអូរហូតបាន page យើងរីកទេណាពួកអី Facebook គេណែនាំឲ្យយើងផុសអីនៅក្នុងសប្តាហ៍ណាយើងគួរតែធ្វើតាមគេទើបបាន Facebook ជួយរុញឲ្យវីដេអូឬក៏រូបភាពយើងរីកបានល្អអញ្ចឹងដើម្បីយើងមើលដឹងថាសប្តាហ៍នេះ Facebook នឹងជំរុញ reach ទៅលើរូបភាពឬក៏វីដេអូយើងចូលមក profile ហើយចុចកន្លែង professional dashboard នេះមកណាបងប្អូនខៀវៗហ្នឹងបាទដល់កន្លែងនេះយើង refresh វាមួយទៅបងប្អូនណាទាញមកក្រោមបន្តិចមក refresh វាមួយទៅបាទនេះកន្លែងនេះណាបងប្អូនណាកន្លែងរូប micro you have to update ណាយើងចុចកន្លែងហ្នឹងមកបងប្អូនណាបើអត់ចាប់អារម្មណ៍អត់ឃើញណាបងប្អូនលេងហ្នឹងណាបាទកន្លែងនេះយើងមើលខាងក្រោមបងប្អូនណាកន្លែង try posting more real is make អញ្ចឹងបានន័យថានេះជាការរុញរបស់ Facebook នៅក្នុងសប្តាហ៍ហ្នឹងណាបងប្អូនណាគេនឹងជំរុញថាគេនឹងជំរុញអីអញ្ចឹងបានន័យថាគេនឹងជំរុញ real នៅក្នុងសប្តាហ៍ហ្នឹងសម្រាប់យើងណាអញ្ចឹងយើងចុចចូលមកនេះបងប្អូននេះគឺគេឧទាហរណ៍យើងបើសិនជានៅក្នុងសប្តាហ៍ហ្នឹងយើងផុស real ជាវីដេអូ real គឺគេជួយរុញឲ្យយើងជាងរូបភាពណាអញ្ចឹងយើងគួរតែនៅក្នុងសប្តាហ៍យើងគួរតែផុស real ឲ្យបានច្រើនណាអញ្ចឹងយើងចូលមើល total មកនេះឃើញទេបងប្អូនអញ្ចឹងគេឧទាហរណ៍ទាំងពីរណាទាំង real ទាំងរូបភាពបើយើងផុស real គឺគេជួយរុញឲ្យខ្លាំងជាងរូបភាពនៅក្នុងសប្តាហ៍ហ្នឹងណាអញ្ចឹងយើងគួរតែធ្វើតាមគេទើបបាន page របស់យើងរីកល្អបើគិតថាវីដេអូនេះមានប្រយោជន៍កុំភ្លេច subscribe channel ខ្ញុំមួយផងបងប្អូនដើម្បីទទួលបានចំណេះដឹងថ្មីៗទៀតអរគុណជម្រាបលា